គុំកាលពីព្រេងនាយមានគ្រួសារមួយរស់នៅក្នុងព្រៃជ្រៅយ៉ាងដាច់ស្រយាលកូនប្រុសម្នាក់ឈ្មោះសវណ្ណសាមមើលរាល់ថ្ងៃសវណ្ណសាមត្រូវដើរទៅដងទឹកពីទន្លេពីចម្ងាយដើម្បីយកមកឲ្យឪពុកម្ដាយរបស់គាត់ប្រើប្រាស់ដោយសារចិត្តមេត្តានិងសេចក្តីល្អរបស់គាត់សត្វព្រៃទាំងអស់នៅក្នុងតំបន់នោះសុទ្ធតែស្រឡាញ់និងរាប់អានសវណ្ណសាមជាមិត្តភក្តិទោះបីជាពិការភ្នែកក៏ដោយមេឃនិងពិទូតែងតែបន់ស្រន់សុំសេចក្តីសុខនិងចម្រើនដល់កូនប្រុសដ៏ល្អរបស់ខ្លួនជានិច្ចក្រៅពីដងទឹកសវណ្ណសាមក៏ស្វែងរកផ្លែឈើឆ្ងាញ់ៗនៅក្នុងព្រៃដើម្បីយកមកជូនឪពុកម្ដាយរបស់គាត់ពិសាផងដែរថ្ងៃមួយស្ដេចពិលៈដ៏មានអំណាចបានយាងមកបរបាញ់សត្វនៅក្នុងព្រៃដែលគ្រួសារសវណ្ណសាមរស់នៅស្ដេចពិលៈត្រូវបានគេស្គាល់ថាជាអ្នកប្រមាញ់ដ៏ពូកែនិងមានអំណាចខ្លាំងក្លាបំផុតនៅក្នុងនគរព្រះអង្គម្ចាស់ប្រមាញ់បានច្រើនណាស់នៅក្បែរទន្លេស្ដេចបានឃើញទិដ្ឋភាពចម្លែកដែលព្រះអង្គមិនធ្លាប់ឃើញពីមុនមកទេទ្រង់បានឃើញយុវជនម្នាក់កំពុងដងទឹកយ៉ាងសុខសាន្តដោយមានសត្វព្រៃជាច្រើននៅជុំវិញខ្លួនស្ដេចពិលៈមានភាពងឿងឆ្ងល់យ៉ាងខ្លាំងតើយុវជននេះជាអ្នកណាហើយហេតុអ្វីបានជាសត្វព្រៃមិនខ្លាចគេដោយមានការសង្ស័យនិងខ្លាចក្រែងជាសត្វចម្លែកព្រះអង្គក៏សម្រេចចិត្តបាញ់ព្រួញដើម្បីចាប់យុវជននោះព្រួញពលមួយគ្រាប់ត្រូវបានបាញ់ចេញពីធ្នូរបស់ស្ដេចហោះសំដៅទៅរកសវណ្ណសាមអនិច្ចាព្រួញពលបានចាក់ទម្លុះទ្រូងសវណ្ណសាមបណ្ដាលឲ្យគាត់ដួលសន្លប់នៅនឹងកន្លែងស្ដេចពិលៈនិងពួកហែហោមប្រញាប់ប្រញាល់រត់ទៅមើលយុវជនដែលរងរបួសព្រះអង្គអើយហេតុអ្វីបានជាព្រះអង្គបាញ់ខ្ញុំមិនដែលធ្វើបាបអ្នកណាឡើយខ្ញុំមិនដឹងទេមិនអីទេខ្ញុំអត់ទោសឲ្យព្រះអង្គស្ដេចពិលៈស្ដាយក្រោយជាពន់ពេកទ្រង់បានសុំទោសចំពោះអំពើដ៏ឆ្កួតលីលារបស់ខ្លួនខ្ញុំសុំទោសខ្ញុំមិនដឹងថាឯងជាសត្វចម្លែកទោះបីជាដឹងខ្លួនថាចិត្តស្លាប់ក៏សវណ្ណសាមមិនគិតពីខ្លួនឯងឡើយគឺគិតតែពីឪពុកម្ដាយដែលពិការភ្នែកខ្ញុំមិនបារម្ភពីជីវិតវិតរបស់ខ្ញុំទេសូមព្រះអង្គមេត្តាជួយមើលថែឪពុកម្ដាយរបស់ខ្ញុំផងពួកគាត់រស់នៅក្នុងខ្ទមតូចមួយនៅក្នុងព្រៃនេះខ្ញុំបានធ្វើកំហុសដ៏ធំមួយខ្ញុំបានបាញ់ព្រួញពលចំកូនប្រុសដ៏ល្អរបស់ពួកអ្នកអូកូនខ្ញុំអើយនៅពេលដែលបានឮដំណឹងនេះមេឃនិងពិទូមានការឈឺចាប់យ៉ាងខ្លាំងរហូតដល់មិនអាចនិយាយអ្វីបានឪពុករបស់សវណ្ណសាមបានសួរទៅកាន់ស្ដេចនៅសំណួរមួយដ៏ឈឺចាប់ហេតុអ្វីបានជាព្រះអង្គបាញ់កូនខ្ញុំគេជាកូនដ៏ល្អនិងមិនដែលធ្វើបាបអ្នកណាឡើយសូមព្រះអង្គមេត្តានាំយើងខ្ញុំទៅមើលកូនប្រុសរបស់យើងជាចុងក្រោយផងឪពុកម្ដាយទាំងពីរបានសូមឲ្យស្ដេចនាំពួកគាត់ទៅមើលសពរបស់កូនប្រុសជាចុងក្រោយសត្វព្រៃទាំងអស់ក៏មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់មិត្តភក្តិដ៏ល្អរបស់ពួកវាដែរព្រះម្ចាស់អើយសូមមេត្តាជួយសង្គ្រោះកូនប្រុសរបស់ខ្ញុំផងគេជាកូនដ៏ល្អនិងមិនដែលធ្វើបាបអ្នកណាឡើយការអធិដ្ឋានដោយស្មោះរបស់ឪពុកម្ដាយសវណ្ណសាមត្រូវបានឮដល់ឋានសួគ៌ព្រះអ៊ុនក៏បានចុះមកពិនិត្យមើលរឿងនេះផងដែរព្រះអ៊ុនមានសេចក្តីមេត្តាករុណានិងចង់ឲ្យសវណ្ណសាមរស់ឡើងវិញដើម្បីមើលថែឪពុកម្ដាយកុំបារម្ភអីខ្ញុំនឹងជួយឲ្យកូនព្រះអ៊ុនបានប្រើទឹកអម្រឹតដ៏ពិសិដ្ឋចាក់ស្រោចលើសពសវណ្ណសាមអភិនិហាបានកើតឡើងសវណ្ណសាមបានរស់ឡើងវិញហាក់បីដូចជាគ្មានអ្វីកើតឡើងទាល់តែសោះក្រៅពីជួយឲ្យសវណ្ណសាមរស់ឡើងវិញព្រះអ៊ុនក៏បានជួយព្យាបាលភ្នែករបស់ឪពុកម្ដាយគាត់ឲ្យមើលឃើញឡើងវិញផងដែរគ្រួសាររបស់សវណ្ណសាមបានជួបជុំគ្នាឡើងវិញយ៉ាងមានសេចក្តីសុខបំផុតស្ដេចពិលៈបានសន្យាជាមួយព្រះអ៊ុនថានឹងសោយរាជ្យដោយយុត្តិធម៌និងមេត្តាធម៌បំផុតខ្ញុំនឹងសោយរាជ្យដោយយុត្តិធម៌ខ្ញុំសន្យាខ្ញុំនឹងសោយរាជ្យដោយយុត្តិធម៌និងមិនធ្វើបាបអ្នកណាឡើយខ្ញុំនឹងយកសវណ្ណសាមជាគំរូបន្ទាប់ពីបានជួយគ្រួសារសវណ្ណសាមរួចមកព្រះអ៊ុនក៏បានយាងត្រឡប់ទៅឋានសួគ៌វិញចាប់តាំងពីពេលនោះមកគ្រួសាររបស់សវណ្ណសាមក៏រស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខក្នុងព្រៃជ្រៅនោះថ្ងៃស្ដេចពិលៈក៏បានសោយរាជ្យដោយយុត្តិធម៌និងមេត្តាធម៌បំផុតបណ្ដាលឲ្យនគរមានសេចក្តីសុខនិងចម្រើនជានិច្ចរឿងរ៉ាវរបស់សវណ្ណព្រឹកព្រលឹមថ្ងៃថ្មីបានមកដល់ឥឡូវនេះឪពុកម្ដាយរបស់សវណ្ណសាមអាចមើលឃើញពន្លឺព្រះអាទិត្យនិងមុខដ៏ស្រស់បោះរបស់កូនប្រុសពួកគាត់ក៏មានឱកាសបានឃើញនិងស្ទាបអង្អែលសត្វព្រៃទាំងឡាយដែលជាមិត្តដ៏ល្អរបស់កូនប្រុសខ្លួនដោយផ្ទាល់ភ្នែកផងដែរចាប់ពីថ្ងៃនេះតទៅព្រៃនោះជាតំបន់អភិរក្ស
ហាមអ្នកណាម្នាក់ទៅបរបាញ់ឬធ្វើបាបសត្វនិងមនុស្សនៅទីនោះឲ្យសោះព្រៃដ៏ធំនេះបានคล้ายជាជំរកដ៏មានសុវត្ថិភាពដែលសត្វព្រៃទាំងអស់អាចរស់នៅយ៉ាងសុខសាន្តដោយគ្មានការភ័យខ្លាចកិត្តិនាមអំពីការដឹងគុណរបស់សុវណ្ណសមបានល្បីពេញនគរមនុស្សជាច្រើនបានធ្វើដំណើរទៅសួរសុខទុក្ខគាត់និងរៀនសូត្រពីគាត់អ្នកដ៏មានគុណបំផុតក្នុងលោកគឺមាតាបិតាការមើលថែពួកគាត់គឺជាសេចក្តីល្អដ៏ប្រសើរបំផុតជារៀងរាល់ឆ្នាំស្ដេចពីលក្ខតែងតែយាងមកលេងគ្រួសារសុវណ្ណសាមដោយមិនមានយកអាវុធមកតាមឡើយគឺមានតែអំណោយនិងសេចក្តីគោរពប៉ុណ្ណោះអំណាចនៃសេចក្តីល្អបានបំបត្តិចោលនៅគំនុំនិងការយល់ច្រឡំបង្កើតបានជាមិត្តភាពដ៏ស្អិតរមួតរវាងព្រះមហាក្សត្រនិងរាជសាមញ្ញរឿងរ៉ាវដ៏អស្ចារ្យរបស់យុវជនសុវណ្ណសាមត្រូវបានចាស់ទុំនិទានតៗគ្នាឲ្យកូនចៅជំនាន់ក្រោយបានស្ដាប់និងយកតម្រាប់តាមគំរូវីរភាពនេះបង្ហាញឲ្យយើងឃើញថាសេចក្តីកតញ្ញូចំពោះមាតាបិតាគឺជាកម្លាំងដ៏អស្ចារ្យបំផុតដែលអាចយកឈ្នះសេចក្តីស្លាប់និងផ្លាស់ប្ដូរពិភពលោកឲ្យស្រស់បំព្រងបាន